ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញពីរបៀបភ្ជាប់គម្រោង Share Card ថ្មីគឺគម្រោង Share Card AO Mobile 5G តម្លៃ$2ទទួលបានទិន្នន័យអ៊ីនធឺណិតចំនួន 30GB នាទីសម្រាប់ការខលចេញក្នុងប្រព័ន្ធចំនួន100នាទីបូកជាមួយនឹងសារ SMS ចំនួន100សារសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធហើយសម្រាប់សុពលភាពរបស់វាគឺចំនួន7ថ្ងៃឬក៏មួយសប្តាហ៍ហ្នឹងឯងតោះអញ្ចឹងឥឡូវយើងមកដឹងពីរបៀបភ្ជាប់គម្រោងថ្មីនេះតែម្ដងជំហានដំបូងយើងចុចចូលកន្លែងខលទូរស័ព្ទមកដើម្បីភ្ជាប់គម្រោងថ្មីនេះបានតើតែយើងផ្ដាច់គម្រោងចាស់ជាមុនសិនបាទខ្ញុំសូមបញ្ជាក់ឲ្យយើងត្រូវផ្ដាច់គម្រោងចាស់រួចចាំយើងបញ្ចូលលុយដាច់ខាត់យើងកុំបញ្ចូលលុយមុនផ្ដាច់យើងត្រូវផ្ដាច់គម្រោងអាចាស់សិនចាំបញ្ចូលលុយតាមក្រោយអញ្ចឹងសម្រាប់របៀបផ្ដាច់គម្រោងអាចាស់យើងគ្រាន់តែចុចផ្កាយ1200ត្រង់ជ្រុកមកហើយយើងចុចបញ្ជូនបាទអញ្ចឹងមកដល់កន្លែងនេះសម្រាប់បងប្អូនយើងដែលប្រើប្រាស់ទូរស័ព្ទដៃប្រភេទ Android យើងត្រូវចុច cloud ឬក៏ប្រអប់ដូចដែលរូបខ្ញុំបានបង្ហាញហ្នឹងណាបាទប៉ុន្តែសម្រាប់ iPhone យើងត្រូវចុច reply សិនបាទចុច reply ហើយវានឹង load ឲ្យយើងចុចលេខបាទអញ្ចឹងយើងចុចលេខ1មកដើម្បីជ្រើសរើសភាសាខ្មែរបន្ទាប់ពីយើងចុចលេខ1រួចហើយសម្រាប់Android យើងត្រូវចុចពាក្យថាផ្ញើឬក៏ send បាទដូចរូបដែលខ្ញុំបានបង្ហាញបាទសម្រាប់ iPhone យើងចុច reply នៅខាងលើគេខាងស្ដាំអូខេមកដល់កន្លែងនេះយើងធ្វើដដែលមកសម្រាប់បងប្អូនយើងប្រើ Android យើងត្រូវចុច cloud ឬក៏ប្រអប់ដូចដែលរូបដែលខ្ញុំបានបង្ហាញហ្នឹងសម្រាប់ iPhone យើងចុច reply សិនមកអូខេចុច reply ហើយយើងចុចលេខ2បាទលេខ2បន្ទាប់មកយើងចុចពាក្យថា send ឬក៏ផ្ញើនៅលើទូរស័ព្ទដៃប្រភេទ Android សម្រាប់ iPhone យើងចុច reply ដើម្បីផ្ដាច់គម្រោងទាំងអស់ណាបន្ទាប់មកទៀតយើងធ្វើដដែលមកតាមប្រភេទទូរស័ព្ទរៀងខ្លួនណាបាទអញ្ចឹងសម្រាប់ទូរស័ព្ទដៃរបស់ខ្ញុំប្រើ iPhone ខ្ញុំចុច reply ហើយចុចលេខ2បាទដើម្បីផ្ដាច់សេវាកម្មទូរស័ព្ទនៅក្នុងសេវាកម្មទូរស័ព្ទហ្នឹងវាមានជាប់គម្រោងចាស់របស់យើងអញ្ចឹងយើងចុចលេខ2ហើយយើងចុច reply អូខេមកដល់កន្លែងនេះគឺជាជំហានចុងក្រោយហើយសម្រាប់របៀបផ្ដាច់គម្រោងអាចាស់ណាបាទអញ្ចឹងយើងចុចreply ហើយចុចលេខ1មកបន្តមកទៀតយើងគ្រាន់តែចុចពាក្យថា reply ឬក៏ពាក្យថា send ឬក៏ផ្ញើនៅលើទូរស័ព្ទដៃប្រភេទ Android ណាសម្រាប់ iPhone យើងចុច reply បាទអញ្ចឹងយើងចុច reply អញ្ចឹងបន្តមកទៀតខាងក្រុមហ៊ុន Share Card នឹងផ្ញើសារមួយបញ្ជាក់ប្រាប់ថាយើងបានភ្ជាប់គម្រោង Rec Plus ដោយជោគជ័យបាទដោយសារមួយដែលខ្ញុំបានបង្ហាញនេះបាទបើសិនជាខាងក្រុមហ៊ុនគេផ្ញើសារបែបហ្នឹងមកឲ្យយើងបានន័យថាយើងបានផ្ដាច់គម្រោងចាស់ដោយជោគជ័យហើយបាទហើយយើងឈរនៅលើគម្រោង Rec Plus ហ្នឹងគឺជាដូចប្រៀបដូចជាគម្រោងដើមរបស់គេអញ្ចឹងយើងបញ្ចូលលុយប្រមាណគឺវានៅប៉ុណ្ណឹងវាអត់កាត់លុយបើយើងប្រេះផ្ដាស់ទេអូខេអញ្ចឹងបន្ទាប់ពីយើងផ្ដាច់គម្រោងចាស់រួចរាល់ឬក៏ជោគជ័យហើយយើងចាប់ផ្ដើមបញ្ចូលលុយចំនួន$2មកបន្ទាប់ពីយើងបញ្ចូលលុយហើយយើងមកដឹងពីរបៀបភ្ជាប់គម្រោងថ្មីតែម្ដងសម្រាប់របៀបភ្ជាប់គម្រោងថ្មីគឺងាយទេយើងគ្រាន់តែចុចផ្កាយ16 18ផ្កាយ200ត្រង់ជ្រុកហើយយើងចុចបញ្ជូនផ្កាយ16 18ផ្កាយ200ត្រង់ជ្រុកហើយចុចបញ្ជូនបន្ទាប់មកខាងក្រុមហ៊ុន Share Card នឹងផ្ញើសារ SMS មួយបញ្ជាក់ប្រាប់ថាយើងភ្ជាប់គម្រោងថ្មីនឹងបានឬក៏មិនបានអញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចចុចពីជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងមានចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ Share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ